ខ្ញុំលោកគ្រូអ្នកខ្ញុំឈ្មោះ Soy Thalin មកពីក្រុម AW 35វីដេអូនេះដែរខ្ញុំនឹងនិយាយអំពីតើcallback function ហ្នឹងជាអ្វីហើយគេប្រើវានៅពេលណាហើយនឹងហេតុអីបានគេប្រើអញ្ចឹងទី1ខ្ញុំមកឆ្លើយតើ callback function ជាអ្វីអញ្ចឹង callback function ហ្នឹងគឺជា function មួយដែលគេត្រូវបញ្ជូន path ទៅ parameter នៅក្នុង function ផ្សេងទៀតហើយវានឹងត្រូវហៅឬក៏យើង call វាហ្នឹងនៅពេលដែល function នោះបញ្ចប់ការងារឬពេលដែលលក្ខខណ្ឌជាក់លាក់ណាមួយកើតឡើងហើយសំណួរទី2ដែរហ្នឹងហេតុអ្វីបានយើងត្រូវប្រើ callback function យើងប្រើ callback function ហ្នឹងទី1ដើម្បីគ្រប់គ្រងការងារ control exclude order exclusion order ហ្នឹងធានាថាការងាររបស់យើងហ្នឹងត្រូវបានអនុវត្តតពីការងារមុនបានបញ្ចប់ operator asynchronous operator ហើយមួយទៀតដែរគឺដោះស្រាយasynchronous operator របស់យើងហ្នឹងហើយតទៀតនៅក្នុង JavaScript ហ្នឹងអា callback function ហ្នឹងនៅក្នុង JavaScript ហ្នឹងមានការងារដែលយើងត្រូវចំណាយពេលដូចជាអាន file ទាញយកទិន្នន័យពី server កំណត់ពេល set time out ហើយ callback នឹងជួយឲ្យកម្មវិធីដឹងថាត្រូវធ្វើអីបន្ទាប់ពីការងារទាំងអស់ហ្នឹងវារួចរាល់ហើយតមកទៀតធ្វើឲ្យកូដយើងអាចប្រើវិញ function អាចទទួលបាន callback ផ្សេងៗដើម្បីបំពេញការងារខុសអញ្ចឹងនៅពេលដែលយើងការងារដែលយើងធ្វើខុសអញ្ចឹងវានឹងទៅជួយបំពេញយើងឲ្យយើងចុចទៅវាឧទាហរណ៍ថាយើងខ្វះអីមួយវានឹងមកថាយើងខ្វះនេះខ្វះអីចឹងទៅតបមកសំណួរចុងក្រោយគឺតើយើងប្រើ callback function ហ្នឹងនៅពេលណាយើងប្រើ callback function ហ្នឹងនៅពេលយើងប្រើ set time out set interval event click submit API request file recording និងការងារ asynchronous ផ្សេងចម្លើយនោះមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូអរគុណអ្នកនរគ្នាដែលបានចម្លើយរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូចម្លើយខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ